ដោយបញ្ឈឺចិត្តដល់បោះស្បាថាអូទឹមតែប៉ុន្មានឆ្នាំសោះបោះស្បាពេញក្រមុំហើយណោះចុះឯណាទៅស្ដេចនាគអូភ្លេចថាស្ដេចនាគងាប់បាត់ទៅហើយពេលនោះបោះស្បាដោយទ្រាំនឹងពាក្យបញ្ឈឺចិត្តរបស់ស្ដេចគ្រុឌមិនបាននាងក៏បានប្រើវិជាបំផ្ទុះធម្មពលទាំង3របស់នាងរួចហើយក៏ស្ទុះទៅប្រយុទ្ធជាមួយនឹងស្ដេចគ្រុឌតែម្ដងក៏ប៉ុន្តែស្ដេចគ្រុឌស្ថិតនៅកម្រិតទី9ថ្នាក់កំពូលបោះស្បាមិនអាចយកឈ្នះស្ដេចគ្រុឌបានទេស្ដេចគ្រុឌគ្រាន់តែវាយពី3ដៃធាក់ពី3ជើងបោះស្បាត្រូវរបួសធ្ងន់បាត់ទៅហើយពេលនោះផងដែរធម្មពលដែលនាងបានបំផ្ទុះដែលកើតឡើងនោះក៏បានវិលត្រឡប់ទៅសភាពដើមវិញដោយឃើញថាឪពុករបស់ខ្លួនកំពុងតែប្រយុទ្ធជាមួយនឹងសេនានោះបោះស្បាក៏ដឹងខ្លួនថាមិនអាចឈ្នះគេក៏បានបើកដំណើរការសីមាបង្រួញដីរបស់គេរួចហើយក៏រត់ភៀសខ្លួនជាមួយនឹងឪពុករបស់គេបាត់ទៅស្ដេចគ្រុឌខឹងខ្លាំងណាស់ស្ដេចគ្រុឌនិយាយថាបោះស្បាទៅតែធំបានប្រហែលឆ្នាំសោះបែរជាមានសមត្ថភាពខ្លាំងបែបនេះទៅហើយមិនត្រូវបន្តឲ្យគេរីកចម្រើនបានទេរីឯបោះស្បាក៏បានសម្រាកព្យាបាលរបួសរួចហើយក៏បានជាសះស្បើយវិញក្នុងរយៈពេល 2-3 ថ្ងៃតែម្ដងឪពុករបស់បោះស្បានិយាយសរសើរបោះស្បាថាសំណាងណាស់ដែលកូនបានរៀបចំទុកជាមុនបោះស្បាក៏បន្តថាក្នុងរយៈពេលដ៏ខ្លីពួកគេមិនអាចរកពួកយើងឃើញនោះទេពីព្រោះក្នុងព្រៃទាំងមូលគឺសុទ្ធតែជាសីមាបង្រួញដីរបស់ខ្ញុំហើយម្យ៉ាងទៀតនៅក្នុងព្រៃនេះគឺពោពេញទៅដោយបិសាចសាហាវៗជាច្រើនពួកគេក៏នឹងប្រឈមនឹងបិសាចទាំងនោះផងដែរឪពុកក៏សួរកូនថាតើមួយរយៈនេះកូនឆ្លងកាត់រឿងរ៉ាវអ្វីខ្លះទៅបោះស្បាក៏បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងដល់ឪពុកពួកគេទាំងពីរនាក់គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ឪពុកក៏បានប្រាប់កូនអំពីមូលហេតុដែលស្ដេចគ្រុឌព្យាយាមស្រូបព្រលឹងរបស់កូននៅក្នុងដំរាមួយនៅឯនគរគ្រុឌបាននិយាយថាកាលពី1លានឆ្នាំមុនមានមច្ឆាដ៏ស្លាប់ម្នាក់ដែលមានធម៌ពលព្រលឹងខ្លាំងក្លាពីកំណើតអាចវឹកហាត់ដល់កំពូលលើសពីកម្រិតទី10ទៀតផងមច្ឆាដ៏ស្លាប់មានព្រលឹងខ្លាំងហើយភាពរីកចម្រើនគឺលឿនជាងបុគ្គលធម្មតាវឹកហាត់ឆាប់ដល់កំពូលខ្លាំងណាស់មូលហេតុនេះហើយទើបធ្វើឲ្យស្ដេចគ្រុឌព្យាយាមស្រូបព្រលឹងរបស់កូននេះឯងចុះបន្ទាប់មកទៀតតើកូននឹងគិតយ៉ាងណាបោះស្បាក៏តបថាយើងតែពីរនាក់មិនអាចគ្រប់គ្រាន់ទេគឺយើងត្រូវការជំនួយបន្ថែមខ្ញុំនឹងរកវិធីដើម្បីបង្កើតកូនក្របន្ថែមទៀតខ្ញុំនឹងប្រើប្រាស់ត្បូងនៃការចងចាំនេះដើម្បីរករកអំពីការចងចាំរបស់ខ្ញុំកាលពីអតីតជាតិខ្ញុំនឹងស្វែងយល់អំពីរបៀបផលិតកូនក្រយើងនឹងផលិតកូនក្រឲ្យបានកាន់តែច្រើនដើម្បីជាសេនារបស់យើងទើបយើងអាចចេញពីទីនេះបានបោះស្បាក៏បានចាប់ផ្ដើមធ្វើការស្វែងយល់កំពុងតែរករកការចងចាំបោះស្បា